ព្រឹទ្ធសភារបស់អាមេរិកបានអនុម័តច្បាប់ការពារជាតិចំនួន$925,000 លានដែលស្នើក្នុងនោះចំនួន$500 លានសម្រាប់ជំនួយដល់អ៊ុយក្រែនផងដែរបើយោងទៅតាមរបាយការណ៍របស់កាសែត New York Times ដែលបានបង្ហាញនាថ្ងៃទី9 ខែតុលាកន្លងទៅថាព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ2026សរុបចំនួន$925,000 លានដោយជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនបានស្នើឡើងដល់ទៅប្រមាណ$500 លានច្បាប់នេះបានឆ្លុះបញ្ចាំងអំពីការកើនឡើងចំនួន$100 លានដល់កំណែទម្រង់របស់សភាតំណាងរាស្ត្រនិងពង្រីកជំនួយដល់អ៊ុយក្រែនរហូតដល់ឆ្នាំ2028ដែលជាសញ្ញាបង្ហាញអំពីការគាំទ្រសហភាពដែលកំពុងតែបន្តដល់ទីក្រុងគៀវមូលនិធិថ្មីនេះត្រូវបានបែងចែកនៅក្រោមគំនិតព្រួយផ្ដើមជំនួយសន្តិសុខអ៊ុយក្រែន USAID ដែលជាកម្មវិធីដឹកនាំដោយមន្ទីរបញ្ចកោណដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនតាមរយៈកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនការពារជាតិអាមេរិកសហភាពតំណាងរាស្ត្រអាមេរិកដែលបានអនុម័តច្បាប់គោលនយោបាយការពារជាតិចំនួន$890,000 លានកាលពីថ្ងៃទី10ខែកញ្ញាដោយបានបែងចែកប្រមាណ$400 លានសម្រាប់ជំនួយសន្តិសុខរបស់មន្ទីរបញ្ចកោណដល់អ៊ុយក្រែនព្រឹទ្ធសភាក៏បានអនុម័តច្បាប់កាលពីថ្ងៃទី9ខែតុលាដែលផ្ដល់មូលនិធិដល់យោធាអាមេរិកចំនួន$925,000 លានក្នុងឆ្នាំសារពើពន្ធ2026បន្ទាប់ពីសមាជិកសភាបានឈានទៅដល់កិច្ចព្រមព្រៀងដើម្បីដោះសោច្បាប់ដែលជាប់គាំងសេចក្តីព្រាងច្បាប់នេះរួមមានបទបញ្ញត្តិសំខាន់ៗមួយចំនួនដែលគាំទ្រដល់ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តក្នុងតំបន់វិធានការដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា Chuck Grassley អនុញ្ញាតឲ្យរដ្ឋបាល់ទិកចែករំលែកឧបករណ៍បាញ់និងគ្រាប់រំសេវហៃម៉ាស់ដែលទិញដោយសហរដ្ឋអាមេរិកដោយគ្មានឧបសគ្គខាងការិយាល័យធិបតេយ្យដែលធ្វើឲ្យស្មុគស្មាញដល់ផែនការយុទ្ធសាស្ត្ររបស់រុស្ស៊ីសេចក្តីព្រាងច្បាប់នេះក៏រួមបញ្ចូលផងដែរនៅច្បាប់ពុដោយផ្ដើមសន្តិសុខបាល់ទិកដែលបានណែនាំជាមួយនឹងព្រឹទ្ធសមាជិក Dick Durbin ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការសន្តិសុខរបស់អាមេរិកជាមួយនឹងរដ្ឋបាល់ទិកចំពេលមានការឈ្លានពានរបស់រុស្ស៊ីដែលកំពុងតែបន្តវាក៏រួមចំណែកផងដែរនៃច្បាប់ស្តីអំពីការស្ដារនិងគណនេយ្យភាពកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់សហការឧបត្ថម្ភដោយសមាជិកព្រឹទ្ធសភា Amy Klobuchar ដើម្បីគាំទ្រទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការតាមដាននិងស្ដារនៅនីតិសម្បទារបស់កុមារដែលត្រូវបានចាប់ពង្រត់ដោយរុស្ស៊ីយោងទៅតាមមូលដ្ឋានទិន្នន័យ Children of War ផ្លូវការរបស់ប្រទេសអ៊ុយក្រែនកុមារចំនួន19,546 នាក់ត្រូវបានបញ្ជាក់ថាបាននិរទេសឬបង្ខំឲ្យផ្លាស់ទីលំនៅទៅកាន់ប្រទេសរុស្ស៊ីកាន់កាប់ទឹកដីអ៊ុយក្រែនឬបេឡារុសចាប់តាំងពីខែកុម្ភៈឆ្នាំ2022ការអនុម័តនៅសេចក្តីព្រាងច្បាប់នេះបានត្រួសត្រាយផ្លូវសម្រាប់ដំណើរការសន្តិភាពរវាងគណៈកម្មការអឺរ៉ុបប្រដាប់អាវុធសេវាកម្មប្រដាប់អាវុធរបស់សភានិងព្រឹទ្ធសភាដែលសមាជិកសភានឹងធ្វើការដើម្បីផ្សះផ្សាភាពខុសគ្នារវាងផ្នែកទាំងពីរនៃច្បាប់ខណៈពេលដែលអ៊ុយក្រែននៅតែបន្តទទួលបានអាវុធពីអាមេរិកនៅក្រោមឧបករណ៍ដាច់ដោយឡែកមួយហៅថាសិទ្ធិអំណាចដកតំណែងប្រធានាធិបតីដែលអតីតប្រធានាធិបតីរបស់គាត់នោះគឺលោកโจ Biden តែងតែប្រើប្រាស់យ៉ាងទូលំទូលាយផ្ទុយទៅវិញលោក Donald Trump បានបង្ហាញនូវគំនិតព្រួយផ្ដើមថ្មីនៃបញ្ជីតម្រូវការអ៊ុយក្រែនជាអធិភាពឬហៅកាត់ថា PUOL ដែលជាកម្មវិធីដឹកនាំដោយអង្គការ NATO ដែលសម្ព័ន្ធមិត្តទិញអាវុធអាមេរិកសម្រាប់ប្រគល់ទៅឲ្យអ៊ុយក្រែននាយករដ្ឋមន្ត្រីអ៊ុយក្រែនអ្នកស្រី Yulia Zyrydenko បាននិយាយថាក្នុងចំណោមគោលដៅគឺពួកគេបានកំណត់ទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនិងបណ្ដាញថាមពលរបស់យើងក្រសួងការពារជាតិរបស់ទីក្រុងមូស្គូបាននិយាយថាខ្លួនបានស្ទាក់ចាប់នៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន53គ្រឿងនៅក្នុងរយៈពេលពេញមួយយប់ដែលភាគច្រើននៃពួកគេបានហោះឆ្លងកាត់តំបន់ Belgorod ដែលជាគោលដៅនៃការវាយប្រហារញឹកញាប់ជាងគេនោះយ៉ាងណាមិញក៏បញ្ជាក់ឲ្យដឹងផ្នែកថារុស្ស៊ីដែលបានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនលើអ៊ុយក្រែននៅក្នុងខែកុម្ភៈឆ្នាំ2022មកដោយបានពិពណ៌នាថាវាជាប្រតិបត្តិការយោធាពិសេសដើម្បីគ្មានយោធារបស់ប្រទេសនិងការការពារអំពីការពង្រីកនៃឥទ្ធិពលរបស់អង្គការ NATO ទីក្រុងគៀវនៅសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានព្យាយាមក្នុងការជំនះនៃសង្គ្រាមសម្រាប់ការដណ្ដើមយកទឹកដីខុសច្បាប់ដែលបណ្ដាលឲ្យមានជនស៊ីវិលនិងយោធារាប់ម៉ឺននាក់បានបាត់បង់ជីវិតនិងការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយប្រជាជនអ៊ុយក្រែនរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេចាប់តាំងពីឆ្នាំ2022ខណៈពេលដែលរុស្ស៊ីឥឡូវនេះបានកាន់កាប់ជុំវិញ 1/5 នៃទឹកដីអ៊ុយក្រែនដែលភាគច្រើនត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាយ៉ាងណាមិញប្រិយមិត្តបងប្អូនទាំងគ្នាយើងងាកចេញអំពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនយើងមកចាប់អារម្មណ៍ជាមួយនឹងការលើកឡើងរបស់ប្រធានាធិបតីលោក Donald Trump ដែលបាននិយាយថាអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅពេលនេះបានចុះហត្ថលេខាទៅលើផែនការសន្តិភាពសម្រាប់ដំណាក់កាលទី1ហើយ
អ៊ីស្រាអែលនិងក្រុមហាម៉ាស់ដែលបានយល់ព្រមលើដំណាក់កាលទី1នៃផែនការសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះបើយោងទៅតាមសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃទី8 ខែតុលាលោកដូណាល់ត្រាំដែលបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថាខ្ញុំមានមោទនភាពណាស់ក្នុងការប្រកាសថាអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានចុះហត្ថលេខាលើដំណាក់កាលទី1នៃផែនការសន្តិភាពរបស់យើងលោកបាននិយាយថានេះមានន័យថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបានដុតលែងក្នុងពេលឆាប់ៗនេះហើយអ៊ីស្រាអែលនឹងដកកងទ័ពរបស់ខ្លួនទៅកាន់បន្ទាត់ដែលមានការព្រមព្រៀងគ្នាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដែលរឹងមាំយូរអង្វែងនិងជានិរន្តរ៍លោកដូណាល់ត្រាំបានបន្ថែមថាភាគីទាំងអស់នឹងត្រូវបានប្រព្រឹត្តដោយយុត្តិធម៌ហើយបានថ្លែងអំណរគុណទៅដល់អ្នកសម្រួលមកពីកាតាអេស៊ីបនិងទូគីដែលបានធ្វើការជាមួយនឹងយើងដើម្បីធ្វើឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមិនធ្លាប់មានពីមុនមកផែនការដ៏ទូលំទូលាយចំនួន20ជំហានដែលអំពាវនាវឲ្យមានការបញ្ចប់អារភាពភ្លាមការដោះលែងចំណាប់ខ្មាំងនិងជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សាដែលហែកហួរដោយសង្គ្រាមខណៈពេលដែលមិនទាន់រាប់បញ្ចូលក្រុមហាម៉ាស់ពីអភិបាលកិច្ចនៃបន្ទះទាំងនេះការប្រកាសរបស់លោកដូណាល់ត្រាំបានធ្វើឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែនដែលបានជាប់គាំងយ៉ាងខ្លាំងនៅរដូវក្តៅកន្លងទៅនេះលោកដូណាល់ត្រាំដែលបានជួបជាមួយនឹងលោកពូទីននៅរដ្ឋអាឡាស្កាដែលបានស្វាគមន៍គាត់មកកាន់សហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីដំណោះស្រាយសន្តិភាពដ៏មានសក្តានុពលនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយដែលជាជំនួបលើកដំបូងរបស់ពួកគេចាប់តាំងពីលោកដូណាល់ត្រាំបានចូលកាន់តំណែងបន្ទាប់ពីកិច្ចប្រជុំនោះលោកដូណាល់ត្រាំបានសន្យាថានឹងបន្តការពិភាក្សាជាមួយនឹងលោកពូទីននិងប្រធានាធិបតី Volodymyr Zelensky ហើយនឹងរៀបចំឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់រវាងមេដឹកនាំទាំងពីរក៏ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចបាននោះទេកិច្ចប្រជុំកំពូលដែលដំបូងត្រូវបានគេរំពឹងថានឹងរួមបញ្ចូលនៅសម័យប្រជុំនៃកិច្ចសហប្រតិបត្តិការទ្វេភាគីបានបញ្ចប់ភ្លាមបន្ទាប់ពីផ្នែកទាំងនោះត្រូវបានលុបចោលរយៈពេល2ខែក្រោយមកមិនមានការរីកចម្រើនណាមួយគួរឲ្យកត់សម្គាល់ដែលត្រូវបានធ្វើឡើងចំពោះទៅរកសន្តិភាពនោះទេទន្ទឹមនឹងនេះផងដែររុស្ស៊ីដែលបានវិលលោកកាន់តែខ្លាំងម្ដងហើយម្ដងទៀតមកលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ុយក្រែនរួមទាំងការបើកនៃការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃទី3ខែតុលាដែលបានកំណត់គោលដៅទៅលើទីតាំងប្រេងនិងឧស្ម័នរបស់អ៊ុយក្រែនបានបើកការវាយប្រហាររួមគ្នាទៅលើប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនដោយប្រើប្រាស់នៅមីស៊ីល Neptune និងមីស៊ីល Flamingo ដែលផលិតនៅក្នុងស្រុកស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាមកកាន់វីដេអូថ្មីសម្រាប់ព័ត៌មានអន្តរជាតិថ្ងៃទី10ខែតុលាឆ្នាំ2025ប្រទេសអ៊ុយក្រែនទទួលបានភាពជោគជ័យរួចទៅហើយសម្រាប់ការប្រើប្រាស់កាំជ្រួចនាវា Neptune និងកាំជ្រួច Flamingo ក្នុងការវាយប្រហារទៅលើទឹកដីរុស្ស៊ីដែលនេះគឺយោងទៅតាមអ្វីដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសក្នុងអំឡុងពេលសន្ទនាជាមួយនឹងអ្នកកាសែតដោយដែលបានរាយការណ៍ដោយកាសែត Ukrinform យោងទៅតាមការអះអាងរបស់គាត់គឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែលនេះជាលើកដំបូងសម្រាប់ការប្រើប្រាស់សភាវុធទាំងពីរនេះរួមគ្នាទៅលើការវាយប្រហារក្នុងទីតាំងភូមិសាស្ត្ររបស់រុស្ស៊ីកាលពីសប្តាហ៍មុនខ្ញុំមិននិយាយថាចំនួនប៉ុន្មាននោះទេប៉ុន្តែមានការប្រើប្រាស់ជាគូពលគឺរវាង Neptune និង Flamingo របស់យើងលទ្ធផលដែលត្រូវគ្នាអាចបានវិភាគដោយឯករាជ្យយើងមិនបានបង្ហាញថានេះគឺជាការប្រើប្រាស់ដ៏ធំនៃគូរបស់វានោះទេយើងគ្រាន់តែនិយាយថាគឺវាមានការប្រើប្រាស់ហើយមានលទ្ធផលគួរឲ្យកត់សម្គាល់ដំបូងពីអាវុធពិសេសរបស់យើងដែលនេះគឺជាអ្វីដែលលោក Volodymyr Zelensky បាននិយាយការថាធិបាយទៅលើការវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ីជាការឆ្លើយតបលោកប្រធានាធិបតីក៏បានកត់សម្គាល់ថាក៏មានការរីកចម្រើនជាវិជ្ជមានផងដែរនៅក្នុងវិស័យមួយនេះយ៉ាងណាមិញកាំជ្រួចរយៈចម្ងាយឆ្ងាយ Flamingo របស់អ៊ុយក្រែនបានធ្វើការសង្គ្រោះសាធារណៈជាលើកដំបូងរបស់ពួកគេនៅគោលដៅនានាក្នុងទឹកដីដែលគ្រប់គ្រងដោយសត្រូវនៅចុងខែសីហាកតកម្មដែលបានកំណត់ទៅលើគោលដៅទីស្នាក់ការ FSB និងទូកល្បាតនៅតំបន់ Crimea ដែលបានកាន់កាប់ជាបណ្ដោះអាសន្នក្បែរទីតាំង Amjang យ៉ាងណាមិញនាពេលកន្លងទៅនេះក្រសួងការពារជាតិអ៊ុយក្រែនក៏បានបង្ហាញឲ្យដឹងផងដែរជាមួយនឹងកំណែលថ្មីនៃកាំជ្រួចនាវា Neptune ដែលផលិតនៅក្នុងស្រុកនិងជាមួយនឹងសមត្ថភាពនៃការវាយប្រហាររយៈចម្ងាយឆ្ងាយពលគឺរហូតដល់ទៅ 1000 គីឡូម៉ែត្របាទប្រិយមិត្តបងប្អូនអ្នកគ្នាដែលនេះគឺជាភាពជោគជ័យគួរឲ្យកត់សម្គាល់សម្រាប់សមត្ថភាពនៃការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងរយៈពេលថ្មីនេះជាពិសេសនោះគឺការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនណាគឺពួកគេអាចមានសមត្ថភាពនៃការកំណត់គោលដៅទៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ីក៏ដូចជាទីតាំងស្ថានីយ៍រោងចក្រប្រេងរបស់រុស្ស៊ីផងដែរយ៉ាងណាមិញមួយរយៈពេលនៃការវាយប្រហាររបស់អ៊ុយក្រែនដែលបានកំណត់គោលដៅនៅក្នុងទីជ្រៅរបស់រុស្ស៊ីដែលបានបង្កឲ្យរុស្ស៊ីមានបញ្ហាយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹង
ប្រេងឥន្ធនៈរបស់ខ្លួនណាដែលនៅពេលនេះប្រទេសរុស្ស៊ីបានកំពុងជួបហានិភ័យខ្លាំងមែនទែនជាមួយនឹងបញ្ហានៃការខ្វះប្រេងឥន្ធនៈជាពិសេសនោះគឺប្រេងសាំងសម្រាប់ការប្រើប្រាស់ទៅដល់ប្រជាជនទូទៅហើយទន្ទឹមនឹងនេះប៉ុន្តែរបាយការណ៍មួយចំនួនបានបង្ហាញថានៅប្រទេសរុស្ស៊ីការប្រើប្រាស់ជាមួយនឹងប្រេងសាំងត្រូវបានបិទគប់ក៏ដូចជាមិនឲ្យមានការនាំចេញទៀតនោះទេពលគឺមានតែការនាំចូលមកវិញពីសំណាក់ប្រទេសសម្ព័ន្ធមិត្តដូចជាបេឡារុសជាដើមដែលពួកគេបាននាំចេញប្រេងសាំងមកផ្គត់ផ្គង់ទៅដល់ទីផ្សាររបស់រុស្ស៊ីណាក្រោយពីរោងចក្រចម្រាញ់ប្រេងក៏ដូចជារោងចក្រផលិតនៅបណ្ដាញថាមពលអគ្គិសនីជាដើមត្រូវរងនឹងការបំផ្លិចបំផ្លាញដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក៏ដូចជាមីស៊ីលរបស់អ៊ុយក្រែន